ស្វាមីដែលខ្ញុំរៀបការ40ឆ្នាំនេះតាមពិតដើម្បីអាចបញ្ចុះសពជាមួយស្នេហាគ្រាដំបូងបានប្រគល់ក្រដាសមួយសន្លឹកឲ្យប្រពន្ធដែលព្រមព្រៀងលែងលះហើយក៏តម្រូវឲ្យនាងបានចាក់ចេញដោយគ្មានបានអ្វីសោះបុរសនោះបានសារភាពដោយមិនខ្មាស់អៀនខ្លួនក្នុងរាល់រយៈពេល40ឆ្នាំនេះពេលត្រឡប់មកផ្ទះយឺតម្ដងរាល់ការធ្វើដំណើរអាជីវកម្មវាទាំងអស់គឺសម្រាប់ជាប្រយោជន៍នៃស្នេហាគ្រាតែដើម្បីធ្វើឲ្យស្នេហាគ្រាគ្រាន់តែមានអារម្មណ៍ថាខ្លួនខុសចំពោះតែបានបំបែកប្តីរបស់ខ្លួនពីសង្សារចាស់ដែលបានយកមនុស្សដែលខ្លួនឯងមិនបានស្រឡាញ់មករួមព្រែជាមួយនាងអស់រយៈពេល40ឆ្នាំតែមិនអាចធ្វើឲ្យបុរសដែលខ្លួនឯងស្រឡាញ់ខ្លួនទៀតបុរសជាប្តីក៏និយាយថាតាមពិតទៅកូនដែលបានយកមកជាមួយស្នេហាគ្រាដំបូងប៉ុន្តែមួយរំពេចនោះគាត់ក៏ភ្ញាក់ឡើងភ្លាមពេលនោះទើបគាត់ដឹងថានេះពិតជាសុបិនអាក្រក់ដែលទីទុកជាមុនអំពីអនាគតដើម្បីផ្ទៀងផ្ទាត់ការពិតមិនពិតនាងបានរកមើលរបស់នៅក្នុងផ្ទះបន្ទាប់ពីស្វែងរកយ៉ាងអន្ទះសារទីបំផុតនាងបានរកឃើញសម្បត្តិរថភ្លើងដែលប្តីរបស់ខ្លួនត្រៀមសម្រាប់ស្នេហាគ្រាដំបូងរបស់គាត់អ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលនោះគឺនាងបាននិយាយថាបញ្ហាដែលគាត់មិនអាចមានកូនតែតាមពិតទៅគឺជាបញ្ហារបស់ប្តីនាងប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ប្តីរបស់នាងបានទម្លាក់កំហុសទាំងមកលើនាងត្រូវបានគេស្ដីបន្ទោសអស់រយៈពេលនិយាយដើម្បីទោះបីជានៅកាលៈទេសៈណាក៏ដោយពេលនាងបានបញ្ញាចិត្តមិនធ្វើឲ្យសុបិនរបស់នាងបានឡើងវិញត្រាដើម្បីបានដាក់ពាក្យស្នើសុំលែងលះប៉ុន្តែនៅពេលនាងមកក្រៅភ្លាមក៏បានជួបប្តីរបស់នាងនឹងស្នេហាគ្រាដំបូងគាត់ស្នេហាគ្រាដំបូងរបស់ប្តីនាងនឹងត្រូវសម្រេចជាប្តីមកពីពិសេសដើម្បីលើកទឹកចិត្តស្នេហាគ្រាដំបូងទន្ទឹមនឹងនេះផ្ទាំងផ្សាយពាណិជ្ជកម្មខាងលើបានធ្លាក់មកហើយបរិសុទ្ធជាប្តីក៏បានអបស្នេហាគ្រាដំបូងប្រពន្ធឃើញណែងចោលទើបផ្ទាំងផ្សាយពាណិជ្ជកម្មធ្លាក់ជំនាញហើយនាងក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទោះជាយ៉ាងណាក៏ដោយឈាមរបស់មន្ទីរពេទ្យកំពុងគឺបានមានតែឈាមស្នេហាគ្រាដំបូងរបស់ប្តីបរិសុទ្ធជាប្តីនោះបានបដិសេធមិនព្រមឲ្យខ្លាចថាការបូមស្នេហាគ្រាដាល់ឲ្យនាងរបួសដល់រូបកាយស្នេហាគ្រាដំបូងរបស់គាត់ក្រោយពីស្ត្រីនោះភ្ញាក់ដឹងខ្លួនគ្រូពេទ្យបានប្រាប់នាងនៅរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្រោយពីពិនិត្យរួចបានបង្ហាញថានាងមានផ្ទៃពោះការវះកាត់នោះគឺបច្ចេកទេសវះកាត់មិនល្អឥតខ្ចោះទេទើបធ្វើឲ្យនាងនៅតែមានកូនប៉ុន្តែនាងក៏គិតអំពីភាពប្រងើយកន្តើយរបស់ប្តីជាមួយនឹងទឹកមុខអាក្រក់បែបនេះធ្វើឲ្យបេះដូងនាងស្លាប់មិនអាចទុកឲ្យកូននេះកើតមកបានឡើយនៅក្នុងគ្រួសារដែលគ្មានសេចក្តីស្រឡាញ់បែបនេះនាងបានប្រាប់គិលានុបដ្ឋាយិកាទាំងសម្លេងញ៉ាំបានកំណត់ពេលវះកាត់រលូតកូននេះចោលហើយទន្ទឹមនឹងនេះដែរប្តីរបស់នាងក៏បាននាំស្នេហាគ្រាដំបូងរបស់មកគាត់ផ្ទះហើយបញ្ជាឲ្យនាងធ្វើដូចជាអ្នកមើលថែផ្ទះរបស់គាត់ហើយក៏បានទិញដៃនាងដែលមិនទាន់បានជាមើលស្នេហាគ្រាដំបូងរបស់គាត់សម្ដែងនោះគឺនៅចំពោះមុខសាធារណជនទាំងរបស់នាងបានឲ្យផ្កាទៅកាន់ស្នេហាគ្រាដំបូងរបស់គាត់សាលសម្ដែងទាំងមូលនោះនាងហាក់ដូចជាអ្នកដតីពេលនោះហើយដែលនាងដឹងថាខ្លួនមើលទៅគួរឲ្យអស់សំណើចតើអ្នកណាទៅដឹងថាស្នេហាគ្រាដំបូងរបស់គាត់ក៏ស្រែកឡើងធ្វើឲ្យស្នេហាគ្រាដំបូងរបស់គាត់ដួលភ្លាមដោយស្នេហាគ្រាដំបូងរបស់គាត់បានជន់ដៃគោលហើយបានប្រញាប់ប្រញ័រឡើងលើឆាកពេលមានបរិសុទ្ធម្នាក់និយាយមានចំណាយលុយឲ្យក៏បានចង្អុលមកកាន់នាងដោយនិយាយថានាងបានឲ្យខ្ញុំមួយរយ័ន្តធ្វើឲ្យស្នេហាគ្រាដំបូងរបស់គាត់មិនអាចងើបរួចអស់មួយជីវិតពេលនោះស្នេហាគ្រាដំបូងរបស់គាត់ក៏បាននិយាយមិនដល់នាងចង់ខ្លាញ់ជីវិតគាត់បែបនេះប្រឈមមុខនឹងការចោទប្រកាន់ធ្វើឲ្យនាងមិនបានតទៅអ្វីទាំងអស់បរិសុទ្ធជាប្តីក៏បានបញ្ជូនស្នេហាគ្រាដំបូងរបស់គាត់ទៅកាន់នាងក៏មកចាប់នាងដើម្បីឲ្យពេទ្យធ្វើការបំពេញនាងប្រកែកប្តីរបស់នាងបានប្រកាសយ៉ាងម៉ឺងម៉ាត់ត្រូវតែជួយសង្គ្រោះស្នេហាគ្រាដំបូងរបស់គាត់ឲ្យបានពេលនាងចូលបន្ទប់បូមឈាមក៏បានមើលមកប្តីការបូមឈាមនេះក៏កាន់តែធ្វើឲ្យនាងកាត់ចិត្តកាន់តែនាងក៏បានប្រាប់ទៅកាន់ពេទ្យថាពេលបូមឈាមហើយប្រញាប់ឲ្យនាងរលូតកូននេះចោលមិនចាំបាច់ប្រើថ្នាំសន្លប់ទេមានតែការឈឺចាប់បែបទេធ្វើឲ្យនាងភ្លេចវាកាន់តែឆាប់ពេលនាងកំពុងសម្រាប់ព្យាបាលប្តីរបស់នាងបាននៅក្នុងបន្ទប់មួយទៀតមើលថែទាំយ៉ាងយកចិត្តស្នេហាគ្រាដំបូងរបស់គាត់បន្ទាប់ពីត្រឡប់មកផ្ទះវិញប្តីរបស់នាងបានបង្ខំនាងឲ្យសរសេរ1000ពាក្យនិយាយរិះគន់ខ្លួនឯងលើលិខិតសុំទោសហើយប្តីរបស់នាងឲ្យនាងអានឲ្យលឺដើម្បីឲ្យគេបានដឹងក្របគ្នានិងបានធ្វើឲ្យគេយកដៃចង្អុលរិះគន់និងសារចំអកពេលនាងកំពុងអស់សង្ឃឹមយ៉ាងខ្លាំងបរិសុទ្ធម្នាក់បានមករកនាងហើយបាននិយាយលិខិតលែងលះបានធ្វើរួចហើយ